សួស្តីអ្នកនរគ្នាមុននឹងបន្តទៅកាន់សាររបស់យើងក៏សូមអរគុណទៅកាន់ donor របស់យើងផងដែរជាដំបូងអរគុណទៅកាន់បងស៊ីមចំនួន10000រៀលបងរក្សាចំនួន10000រៀលបងពន្លឺចំនួន$2បង model ចំនួន$1បងណារងចំនួន40សេនបងរតនាចំនួន30សេនបងលីខៀងចំនួន12សេនបងសៀងហៃចំនួន100រៀលបងសោះចំនួន100រៀល season ទី4នៃសាច់រឿងបិសាចមេឃានៅក្នុងសាររបស់ Dimitri ដែលបានបញ្ជូនមក Chronos នេះគឺបានប្រកាសថាគេនឹងអញ្ជើញទៅកាន់ការធ្វើបទបង្ហាញរបស់គេពាក់ព័ន្ធអំពី Aura ដែល Aura នេះផងដែរត្រូវបានអធិរាជ Alexander បង្កើតឡើងមានកំហុសតាំងតែពីដំបូងគេនឹងចាប់ផ្ដើមបង្ហាញនៅផ្លូវឬក៏ system នៃការប្រើប្រាស់ Aura នេះតាំងពីដើមឡើយសម្រាប់អ្នកប្រើប្រាស់ដាវតែម្ដងអញ្ចឹងសង្ឃឹមថានឹងចូលរួមហើយបានទស្សនានៅរឿងប្រវត្តិសាស្ត្រមួយនេះគ្រាន់តែលើអញ្ចឹងភ្លាម Alexander ហ្នឹងគេខឹងទៅកាន់ Roman ជាខ្លាំងពី Aura ហ្នឹងមួយធ្វើឲ្យ Alexander ហ្នឹងគេមួម៉ៅបាត់ទៅហើយគេនិយាយមកថា Roman Dimitri ឯងគិតថាអ្វីដែលយើងអាចធ្វើបានណាកំពេចកំពុកមែនទេយើងអាចកសាងវាបានគ្រាន់តែការបង្ហាត់បង្រៀនបន្តិចបន្តួចតែប៉ុណ្ណោះប៉ុន្តែសម្រាប់គេនេះគ្រាន់តែជាការជះកំហឹងនោះទេពោពេញទៅដោយការចំណែនភាពអន់ជាងអ្នកដទៃពេលនេះក៏គេមិនខ្វល់ដែរចង់ទៅមើលឲ្យដឹងច្បាស់ថាវានឹងមិនទៅនៅក្នុងទ្វីប Salamander Swordsmanship Society មានមនុស្សជាច្រើននឹងមានការប្រកែកគ្នាព្រោះអីការប្រកាសរបស់ Roman នេះវាធ្វើឲ្យបាក់មុខមាត់របស់អធិរាជ Alexander ហើយប្រកាសមកទាំងអស់គ្នាតែម្ដងពួកគេនឹងមានការខឹងក្រោធជាខ្លាំងហើយបើសិនជាមានការខុសឬក៏មានធ្លោះធ្លុយអីមួយពួកគេនឹងចោទទៅកាន់ Roman តែម្ដងហើយពួកគេនឹងក៏នាំគ្នាទៅចូលរួមជាមួយនឹងពិធីមួយនឹងផងដែរមិនមែនតែ Swordsmanship Society ទេសូម្បីតែទឹកដីផ្សេងៗហ្នឹងក៏ពួកគេមានការប្រឆាំងជាមួយនឹងអ្វីដែល Roman បានប្រកាសដូចគ្នាក្លែមកកាន់ទឹកដី Dimitri វិញឃើញថាមនុស្សនៅក្នុងហ្នឹងពួកគេមិនសូវជាចូលចិត្តនៅអ្វីដែល Roman បានធ្វើនោះទេព្រោះអីនេះគឺជាចំណុចខ្លាំងរបស់ពួកគេហើយហើយបានជាត្រូវប្រកាសអញ្ចឹងទៅវិញបើសិនជា Roman គេប្រកាសទៅអាចនឹងខាងអ្នកដទៃនឹងខ្លាំងអីចឹងណា Roman ទោះបីជាស្ដាប់សំឡេងទាំងអស់ហ្នឹងមែនប៉ុន្តែគេមិនសូវជាខ្វាយខ្វល់នោះឡើយកាលនោះនៅក្នុង Murim គេបានប៉ះជាមួយនឹងមនុស្សម្នាក់នៅគឺជា Namgung Jinchon Namgung Jinchon នេះគឺជាមនុស្សដែលខ្លាំងមួយនៅក្នុងត្រកូល Namgung ហើយគេហ្នឹងក៏ត្រូវបានអ្នកដទៃហ្នឹងហៅគេថាជា prodigy ផងដែរគ្រាន់តែអ្វីដែលសំខាន់នោះពេលវេលាដែលបក Orthodox Murim ឬក៏បកល្អហ្នឹងត្រូវបានបកបិសាចផ្ដួលរលំបានអ្នកគុនដាវមួយនេះដែលមានកិត្តិយសទៅកាន់ការប្រើប្រាស់ដាវរបស់គេជាខ្លាំងត្រូវបានបែកជងយុគផ្ដួលគេយ៉ាងងាយស្រួលការអាម៉ាស់មុខមួយនេះមិនអាចឲ្យគេនឹងបំភ្លេចវាបាននោះទេចាប់ផ្ដើមត្រឡប់ទៅវិញខំប្រឹងវឹកហាត់ស្រាវជ្រាវអំពីវិជាគុណរបស់ Roman គេខំប្រឹងខ្លាំងណាស់ចង់ដឹងថាពេលដែលគេហាត់ទៅអាចនឹងទៅដល់កម្រិត Roman ឬក៏អត់ពីមួយឆ្នាំទៅមួយឆ្នាំរហូតតតែគេនឹងវឹកហាត់ដល់10ឆ្នាំគេដឹងថាតាមពិតទៅបែកជងយុគនេះបានបញ្ចេញនូវវិជាគុណរបស់គេនឹងមកពិភពលោកឲ្យដឹងឯហ្នឹងក៏ធ្វើឲ្យគេបាត់ទៅចិនជាខ្លាំងបានមកជួយជាមួយនឹងបែកជងយុគគេសួរថាអ្វីបានជាបែកជងយុគបង្រៀនវិជាគុណរបស់គេនឹងទៅកាន់មនុស្សខាងក្រៅអញ្ចឹងគេខំប្រឹងណាស់អស់រយៈពេល10ឆ្នាំមកហើយទម្រាំតែគេចេះបានប៉ុណ្ណឹងប៉ុន្តែមិននឹកស្មានថាវាកើតមកអញ្ចឹងនោះទេហើយហាក់ដូចជាគេនឹងមិនដល់បាតជើងរបស់បែកជងយុគនេះអញ្ចឹងគេសួរថាតើបង្ហាញនឹងចង់ឲ្យគេមានការឈឺចាប់មែនគេនោះក៏និយាយថាត្រូវហើយនោះគឺជាបំណងរបស់គេតាំងពីពេលដែលគេផ្ដួលរលំមនុស្សនៅក្នុងពិភពនឹងហើយមនុស្សម្នានឹងតែងតែលែងខ្វល់លែងអីនិយាយទៅរ៉ូម៉ាន់ហ្នឹងឬក៏បែកជងយុគហ្នឹងគេក៏មិនសូវជាទៅអុកឡុកដែរដូច្នេះហើយពិភពលោកចេះតែភ្លេចនៅអ្វីដែលពួកគេបានធ្វើអញ្ចឹងពេលដែលគេបង្ហាញអញ្ចឹងទៅក៏ធ្វើឲ្យមនុស្សម្នានឹងដឹងថាបកបិសាចហ្នឹងគឺវាខ្លាំងប៉ុណ្ណាបែកជងយុគចង់ឲ្យពួកគេរៀននៅវិជ្ជាមួយនេះហើយឲ្យដឹងថាអ្វីដែលបកបិសាចឡើងទៅដល់គឺវាមានភាពខុសគ្នាចងចាំនៅការឈឺចាប់មួយនេះទៅបើសិនជាឯងគ្មានកម្លាំងដើម្បីបំបែកពុះពៀបាននោះទេលុតជង្គង់អោនក្បាលហើយទទួលស្គាល់ថានៅលើមេឃនៃមូរីមនេះមាននៅបកបិសាចហើយនឹងបិសាចមេឃាបែកជងយុគតាំងពីថ្ងៃនោះមករហូតដល់ថ្ងៃគេស្លាប់គ្មានបកណាហ៊ានមកប៉ះជាមួយនឹងបកបិសាចទៀតនោះទេត្រឡប់មកកាន់ពេលដើមវិញរ៉ូម៉ាន់បាននិយាយទៅកាន់អ្នកទាំងអស់គ្នាថាអ្វីដែលគេចង់បង្ហាញគ្រាន់តែជាមូលដ្ឋានគ្រឹះតែប៉ុណ្ណោះគឺចង់រៀបចំនៅការប្រើប្រាស់ Aura ហ្នឹងសារជាថ្មីហើយក៏ដកហូតនៅកេរ្តិ៍ឈ្មោះរបស់ Alexander ចាកចេញពីពិភពនេះផងដែរ
នឹងឆ្លាក់ឈ្មោះ Dimitri ចូលទៅក្នុងទំព័រប្រវត្តិសាស្ត្រពួកគេដែលមកក្រោយនឹងមិនអាចយកឈ្នះយើងបាននោះទេទោះបីជាពួកគេអាចយល់ដឹងនៅរឿងនឹងមែនប៉ុន្តែធាតុដើមនៃវិជ្ជាទាំងអស់នឹងនៅក្នុង Dimitri នៅឡើយកុំខ្លាចនៃការបង្ហាញមួយនេះពេលដែលយើងបង្ហាញហើយពិភពមួយនេះនឹងរៀបចំសារឡើងវិញប្រហែលថ្ងៃក្រោយមកក៏មានមនុស្សនឹងមកជួបជុំគ្នានៅការធ្វើបទបង្ហាញហ្នឹងហើយអ្នកខ្លះក៏ឆ្ងល់នៅទង្វើរបស់ Roman នេះគេចេះនៅវិធីដ៏ខ្លាំងមួយនឹងហើយហេតុអ្វីបានជាហៅសំបីតែអាណាចក្រ Kronos មកមើលទៅវិញនោះសំណួរមួយនឹងកើតឡើងដោយស្ដេចនៃនគរ Umberto ពេលដែរអាប៉ែនោះក៏បាននិយាយថាមើលទៅលោកម្ចាស់ Roman បានបង្ហាញនៅ system ថ្មីនៃការប្រើប្រាស់ aura នេះគ្រាន់តែជាព័ត៌មានដែលគាត់គិតថាអាចបង្ហាញបានតែប៉ុណ្ណោះគាត់គឺជាមនុស្សដែលបានកើតឡើងមកហាក់ដូចជាអ្នកគ្រប់គ្រងទៅហើយនេះវាជារឿងធម្មជាតិនោះទេដែលគាត់អាចបង្ហាញមកហើយគាត់ក៏ជឿជាក់ដែរថាពួកគេមិនអាចផ្ដួលបានគេនិយាយមកក៏ដឹងដែរថា Roman នឹងបង្ហាញមកចង់ឲ្យគេឈ្មោះរបស់ Alexander នឹងវាធ្លាក់ចុះឬមកទៅដី Dimitri នេះមិនមែនជាទឹកដីកំពេចកំពកទៀតនោះទេមនុស្សនឹងចងចាំវាថានេះគឺជាទឹកដីដែលបង្កើតនៅវិធីប្រើប្រាស់ aura ថ្មីអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមគោរពព្រោះឯ Roman នឹងគេដើរចូលមកហើយក៏ចាប់ផ្ដើមបើកបទបង្ហាញរបស់គេទៅគេនិយាយទៅកាន់មនុស្សទាំងអស់គ្នាថាវិធីសាស្ត្រក្នុងការបំភាយ aura របស់ Archie Alexander វាមានការខុសតាំងពីដំណាក់ដំបូងដោយការបំផ្ទុះ aura ចេញមកភ្លាមគឺមិនអាចប្រើប្រាស់បានយ៉ាងល្អនោះទេ aura ដែលបានចេញមកមិនទាន់ធ្វើការចម្រាញ់ហើយវាមានភាពវឹកវរខ្លាំងណាស់បើសិនជាមានភាពវឹកវរការប្រើប្រាស់វាក៏មិនបានល្អដូចគ្នាហើយអ្វីបានជាអ្នករាល់គ្នាមិនសួរសំណួរមួយនេះដោយសារតែគេគឺជាអ្នកដែលបង្កើតវិធីប្រើប្រាស់ aura ដំបូងដោយសារតែគេគឺជាមនុស្សដែលអាចចាត់ទុកបានថាជាមនុស្សទេពឃើញ Roman គេនិយាយក្តែងអញ្ចឹងអ្នកដែលមកពី Kronos ចាប់ផ្ដើមមួម៉ៅហើយ Roman ក៏បន្តនិយាយថា aura ហើយនិង magic វាមិនខុសគ្នានោះទេសម្រាប់ magic មាននៅ mana circle ដើម្បីផ្ទុកវាហើយចម្រាញ់នឹងយកមកប្រើប្រាស់បែបនេះហេតុអ្វីក៏គ្មានអ្នកដែលគិតអំពី circle របស់ aura ដែរអញ្ចឹងគ្រាន់តែលើអញ្ចឹងភ្លាម Edwin មិននឹកស្មានថា Roman របស់យើងនេះគេចាត់ទុកថា aura មាន circle ដូចជា magic នោះទេគេបានដកដាលរបស់គេមកប្រាប់ទៅកាន់មនុស្សទាំងអស់គ្នាថាចាប់ពីពេលនេះតទៅខ្ញុំនឹងបង្ហាញនៅវិធីដើម្បីបំភាយ aura មិនឲ្យមានការធ្វេសប្រហែសហើយវិធីមួយនេះក៏មានការផ្ទុកដូចគ្នាដែរវាមាននៅ energy core របស់វាបែបនេះពួកយើងអាចនឹងគ្រប់គ្រង aura ត្រឹមត្រូវតាមស្ថានភាពពេលដែល Roman របស់យើងបំភាយ aura របស់គេតាមដាវមកហើយអាប៉ែនោះមើលទៅមានអារម្មណ៍ថា Roman នឹងបំភាយដាវមកបាន smooth ហើយយ៉ាងរលូនតែម្ដង Roman ក៏បានធ្វើការបង្ហាញទៅកាន់អ្នកទាំងអស់គ្នាទៅកลับមកយ៉ាងងាយស្រួលរួចមកក៏បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាដោយដែលគេបានហៅថាការបញ្ចេញ mana ចេញមកពី circle ហ្នឹងត្រូវបានហៅជា magic អញ្ចឹងការប្រើប្រាស់ aura បញ្ចេញមកទីផ្ទុកនេះខ្ញុំក៏ហៅវាថាជាវិជាគុណដែរឃើញបែបនេះទោះបីជាមនុស្សនឹងបដិសេធយល់នៅរឿងពិតនេះក៏ដោយប៉ុន្តែការអភិវឌ្ឍនៅក្នុងការប្រើប្រាស់ដាវពេលនេះបានកើតឡើងចំពោះមុខអ្នករាល់គ្នាទៅហើយបន្ទាប់ពីបង្ហាញចប់ Roman ក៏អនុញ្ញាតឲ្យអ្នករាល់គ្នានឹងសួរសំណួរទៅកាន់គេទៅអាប៉ែមួយដែលមកពី Swordsman Society ហ្នឹងក៏សួរមុនគេថាខ្ញុំ Sergey គឺជាអ្នកកាន់កាប់នៅ Swordsmanship Society គឺជាប្រធានអញ្ចឹងណាគេថាអ្វីដែល Roman បានគិតជា theory នេះវាពិតជាគួរឲ្យស្កែសរសើរមែនបទបង្ហាញប្រៀបធៀបជាមួយនឹង mana និង magic ពិតជាលយខ្លាំងណាស់ប៉ុន្តែមានតែផលវិបាកមួយគេឆ្ងល់ថាតើ Roman នឹងយក mana ហ្នឹងទៅដាក់ផ្ទុកនៅកន្លែងណាទៅនៅក្នុង energy core វាមិនមែនដូចជា magic circle នោះទេគេនោះនិយាយថាទោះបីជា magic circle ក៏ដោយដែលមានផ្ទុកនៅចិត្តបេះដូងហ្នឹងណាពោពេញទៅដោយជីវិតប៉ុន្តែត្រូវការរយៈពេលយូរណាស់ដើម្បីប្រើប្រាស់ magic បានសម្រាប់ swordsmanship ឬក៏អ្នកគុនដាវវានឹងមានភាពប៉ះពាល់ព្រោះពេលដែលប្រើដាវគឺត្រូវតែលឿនអញ្ចឹងបញ្ហាផ្ទុកមួយនេះហើយល្បឿនមួយនេះតើអាចនឹងដោះស្រាយបានឬទេបើសិនជា Roman មិនអាចដោះស្រាយបាននោះទេការយល់ឃើញមួយនេះគ្រាន់តែជាសុបិនតែប៉ុណ្ណោះ Roman ក៏យល់ព្រមឆ្លើយជាមួយនឹងសំណួរមួយនេះគេនិយាយថាសម្រាប់សំណួរមួយនេះខ្ញុំអាចឆ្លើយបានឥឡូវយើងមកដឹងថាអ្វីបានជាខ្ញុំជ្រើសរើស energy core សម្រាប់ផ្ទុក mana ដើម្បីយកមកប្រើប្រាស់បញ្ជាក់អាធាតុដំបូងហ្នឹងគឺយើងហៅ mana តែម្ដងអ្នកនរគ្នាពេលដែលចម្រាញ់ចេញមកហើយវា
ចេញជាឈ្មោះ2អញ្ចឹងទៅសម្រាប់អ្នកប្រើប្រាស់ដែរគេហៅ aura សម្រាប់អ្នកប្រើប្រាស់ magic គេហៅថា mana ដដែលត្រង់មកកាន់ការបកស្រាយរបស់ Roman វិញ Roman បានបញ្ជាក់ថានៅពេលដែល mana ហូរជុំវិញខ្លួននឹងនៅមានទីតាំងចំនួន3ទីតាំងដែលវានៅជាប់ក្នុងរយៈពេលដ៏ខ្លីមួយអញ្ចឹងហើយគឺវាមាន3ទីតាំងទី1នៅខួរក្បាលទី2នៅបេះដូងទី3នៅក្នុងផ្ចិតRoman បានបញ្ជាក់ទៀតថាទីតាំងពីដំបូងនឹងវាមិនស័ក្តិសមសម្រាប់ផ្ទុក mana នោះទេប៉ុន្តែទីតាំងខាងក្រោមវាស័ក្តិសមខ្លាំងណាស់ឥឡូវនេះខ្ញុំនឹងបង្ហាញទៅកាន់អ្នកទាំងអស់គ្នាអំពីអ្វីដែលខ្ញុំធ្លាប់ធ្វើពិសោធន៍មក Sergei ហ្នឹងក៏រៀនច្រឡោតបាននិយាយទៅកាន់ Roman ថាជាជាងការទាត់ចោលនៅអ្វីដែល Alexander បានរកឃើញហេតុអ្វីមិនផ្គុំការរកឃើញទាំងពីរនេះចូលគ្នាទៅ Roman គេនិយាយថាទេព្រោះអីអ្វីដែល Alexander បានរកឃើញហ្នឹងវាខុសតាំងពីដើមមកឯណោះពេលដែលមាននៅ energy core ហ្នឹង mana អាចនឹងប្រើប្រាស់បានយ៉ាងល្អហើយមិនចាំបាច់ប្រើវាខ្ជះខ្ជាយហើយមិនអាចគ្រប់គ្រងបាននោះទេទោះបីជាមិនបំផ្ទុះវាក៏មាននៅកម្លាំងខ្លាំងផងដែរមិនដូចជាមេឃដែលបញ្ចេញ mana មកខាងក្រៅសម្រាប់អ្នកប្រើប្រាស់ដែរពួកគេបានធ្វើចរន្ត mana ហ្នឹងជុំវិញខ្លួនដូច្នេះហើយត្រូវការការផ្ទុកនឹងជាច្រើនដោយនេះសូមបញ្ជាក់ថាអ្វីដែលអាធិរា Alexander បានរកឃើញវាមានកំហុសតាំងពីដើមឯណោះអូខេបើអ្នកនរគ្នាអត់យល់ខ្ញុំបញ្ជាក់សម្រាប់ Alexander ពេលយក mana មកភ្លាមបន្ទុះយកភ្លាមហ្មងហើយគាត់ថាហ្នឹងវាខ្លាំងប៉ុន្តែសម្រាប់ Roman គេបង្ហាញមកថាពេលដែលធ្វើចរន្ត mana ជុំវិញខ្លួនហើយគឺវាខ្លាំងស្រាប់ហើយមិនចាំបាច់បំផ្ទុះវាមកលឿននោះទេអញ្ចឹងទៅគឺណាមួយវាមានការគ្រប់គ្រងមកល្អផងដូច្នេះវាក្រាន់បើវាមានភាពខ្លាំងជាងអ្វីដែល Alexander ហ្នឹងគេបានរកឃើញអូខេយើងបែរមកកាន់សាររបស់យើងបន្តទៀត Sergei ហ្នឹងក៏បាននិយាយទៅកាន់ Roman ថាចុះបើសិនជាដឹងរឿងទាំងអស់ហ្នឹងហើយហេតុអ្វីបានជាប្រកាសឲ្យ public ដឹងអញ្ចឹងហេតុអ្វីចាំបាច់ឲ្យ Chronos របស់ពួកយើងហ្នឹងដែលមានការប៉ះពាល់គ្នារវាង Dimitri ដឹងនៅរឿងបែបនេះតើលោកមានបំណងអីនៅពីក្រោយនេះឬ Roman ក៏ឆ្លើយថាមិនមានអីដែលពិសេសនោះទេព្រោះអី Chronos ហ្នឹងតែងតែបញ្ជូនជនបង្កប់ដើម្បីចង់លួចនៅវិជារបស់ពួកយើងដូច្នេះហើយខ្ញុំប្រកាសក្តែងក្តែបែបនេះដើម្បីជៀសវាងកុំឲ្យពួកលោកមានការនឿយហត់ក្នុងការស៊ើបអង្កេតណាមួយនៅការធ្វើអត់បង្ហាញខ្ញុំមួយនេះគឺអ្នកទាំងអស់គ្នានគរដតីអាចនឹងយល់ឃើញនៅការប្រើប្រាស់អរ៉ាថ្មីនេះបានឲ្យនគរផ្សេងមានការរីកចម្រើនក្នុងការប្រើប្រាស់ដាវពេលដែលលើបែបនេះគ្រីបេះដូងរបស់គេញ័រទៅមានសម្លេងក្ដុកក្ដាក់មិននឹកស្មានថាលោកម្ចាស់របស់គេនេះធ្វើឲ្យគេមានមោទនភាពបែបនេះសោះការនោះគឺ Roman បានសួរទៅកាន់គេដែរខ្ញុំសួរឯងមួយគ្រីទោះបីជាឯងមកដល់កម្រិតនេះតើឯងមានដែរឆ្ងល់ទេថាការវឹកហាត់របស់ឯងនេះវាមានការខុសបែបណាសម្រាប់គ្រីមើលមក Roman នេះគឺជាមនុស្សដែលដឹកនាំពិភពលោកនេះថ្មីធ្វើទៅតាមអ្វីដែលខ្លួនយល់ឃើញនោះគឺជាលោកម្ចាស់របស់គេបើសិនជានរណាដែលអាចយកឈ្នះលោកម្ចាស់របស់គេបានណាម្នាក់នោះនឹងក្លាយជាមនុស្សខ្លាំងជាងគេនៅក្នុងទ្វីបមួយនេះហើយ Roman ក៏បញ្ចប់នៅការធ្វើបទបង្ហាញរបស់គេមួយនេះក្រោយមកកាន់ Alexander វិញលើកមុនហ្នឹងគេបានចូលទៅក្នុងខ្លួនកូនចៅរបស់គេឲ្យស្ដាប់រឿងទាំងអស់ហ្នឹងឯងអញ្ចឹងទៅពេលនេះក៏បានទទួលដំណឹងនឹងដូចគ្នាគឺការប្រើប្រាស់អរ៉ាថ្មីបែបនេះគឺអាចនឹងមានរឿងផ្សេងច្រើនដែលគេអាចធ្វើបានកាលពីមុនគេធ្លាប់លើមនុស្សកំប៉ៃកំប៉ុកមួយដែលអ្នកហាត់កូនណាតែកម្រិតទាបបំផុតណាគ្រាន់តែលើពាក្យប្រមាណម៉ាត់ហ្នឹងគេអាចបង្កើតមកបានបែបនេះហើយហ្នឹងចុះទម្រាំមាននៅផ្លូវមួយនេះទៀតគេអាចនឹងរៀនបានយ៉ាងណាទៅតាមតែគេស្ដាប់ហ្នឹងក៏រៀនឆ្ងល់ដែរមិនដឹងថា Roman នៅបកណានោះទេបកល្អបកអាក្រក់ឬក៏បកបិសាចគ្រាន់តែគេដឹងថា Roman ណាគឺជាមនុស្សកំពូលហើយតែបើត្រឡប់មកកាន់ពិភពនេះវិញគេមិនខ្វល់នោះទេមិនថានៅជីវិតមុន Roman គេខ្លាំងយ៉ាងណាប៉ុន្តែនៅក្នុងទ្វីប Salamander នេះ Roman ត្រឹមតែជាមនុស្សទូចមួយប៉ុណ្ណោះសម្រាប់គេអាចបង្កើតរឿងអីមួយដែលមាននៅចំណុចទូចមួយបំផុតគឺបង្កើតអរ៉ាត្រឹមតែពាក្យប្រមាណម៉ាត់ពេលនេះគេអាចនឹងធ្វើរឿងច្រើនជាងនេះទៅទៀតគេហៅកូនចៅរបស់គេ Mystic នឹងមក Mystic នឹងក៏បានគ្រប់ទៅកាន់លោកម្ចាស់អាប៉ែនឹងបានប្រាប់ទៅកាន់កូនចៅថាប្រាប់ទៅកាន់ជនបង្កប់ផ្សេងទៅស៊ើបអង្កេតនៅវិជារបស់គេនឹងឲ្យបានច្រើនជាងនេះបន្ទាប់ពីចប់នៅការធ្វើបទបង្ហាញរបស់ Roman ហើយមនុស្សម្នានៅក្នុងនគរផ្សេងនឹងចាប់ផ្ដើមលាន់មាត់ពេញនឹងមានភាពវឹកវរព្រោះអីនេះគឺជាវិធីថ្មីមួយក្នុងការប្រើប្រាស់អរ៉ាហើយសម្រាប់ Aura Swordsman ក៏មិនមែនដូចមុនទៀតដែរនរណាដែលសម្របខ្លួនបាននឹងខ្លាំងជាងមុននរណាដែលមិនមានធ្វើការសម្របខ្លួនគឺនឹងចុះខ្សោយហើយ
សម្រាប់តារាងនៃ Aura Swordsman វិញនឹងធ្វើការផ្លាស់ប្ដូរក្នុងរយៈពេលប៉ុន្មាននោះអូខេសាររបស់យើងក៏សូមស្ដាប់ត្រឹមប៉ុណ្្នឹងអរគុណអ្នកនរគ្នាបាយបាយ